តែក្រូចឆ្មាទឹកឃ្មុំបោះសូរិនតើបងប្អូនទៅទស្សនាទាំងអស់គ្នានេះគាត់មានផ្លែក្រូចតែចំនួន5គ្រាប់តែក្រូចឆ្មាតែជាក់ស្ដែងគឺយើងធ្វើក្រូចតែហ្នឹងចំនួន5គ្រាប់គាត់កាត់ហើយគាត់ច្របាច់ដាក់នៅកូនកែវតូចមួយដោយសារគាត់ច្របាច់ដាក់ចឹងដើម្បីគាត់ដួសគ្រាប់ចេញណាព្រោះយើងអត់បាត់ដាក់កន្ត្រងច្រោះចឹងហើយគាត់កាត់ក្រូចឆ្មានឹងចំនួន5គ្រាប់ហើយគាត់នឹងច្របាច់ចូលឲ្យអស់ទៅក្នុងកូនកែវថ្មហ្នឹងណាបងប្អូនគាត់ច្របាច់បដាគាត់កាហាយដៃបដារិសាដៃគាត់នឹងវាមានតិចខាំងអញ្ចឹងគាត់កាត់នឹងច្របាច់រៀងយូរបន្តិចតែសំខាន់គាត់ចង់ធ្វើខ្លួនឯងតែពេលដែលគាត់ចង់បានអីចឹងគាត់ចង់ចេះគាត់រៀនធ្វើខ្លួនឯងហើយចាប់ផ្ដើមច្របាច់មិញច្របាច់បានខ្លះហើយបន្ទាប់មកគាត់កាត់ក្រូចបន្តទៀតដើម្បីច្របាច់ឲ្យអស់ធ្វើបដានិយាយបដាអត់មានខ្លាចខ្ទាតទឹកមាត់ទេណាអាងតែរបស់ធ្វើខ្លួនឯងឥឡូវនេះគាត់ច្របាច់ក្រូចអស់ហើយឥឡូវគាត់យកស្លាបព្រាដើម្បីដួសគ្រាប់នឹងចេញដួសគ្រាប់ដាក់ទៅថង់ខាងក្រោមបន្ទាប់ពីដួសគ្រាប់ក្រូចនឹងអស់ហើយគាត់ចាប់ផ្ដើមចាក់ក្រូចនឹងចូលទៅក្នុងកែវជ័រព្រោះគាត់ត្រូវធ្វើតែក្រូចឆ្មានឹងនៅក្នុងកែវជ័រហ្នឹងណាតើពីដាក់ទឹកក្រូចហើយគឺគាត់ទាញកំប៉ុងស្ករសយកមកដាក់ស្ករបើសិនជាដាក់ទឹកឃ្មុំសុទ្ធក្លិនទឹកឃ្មុំពេកអត់ឆ្ងាញ់អញ្ចឹងត្រូវលាយស្ករសគាត់ដាក់ស្ករស3ស្លាបព្រាតែ3ស្លាបព្រាគាត់ហ្នឹងគឺតិចដែរទេព្រោះស្លាបព្រាយើងវាអត់សូវធំស្លាបព្រានឹងយ៉ាងទូចទេបន្ទាប់មកគាត់បន្ថែមជាមួយទឹកឃ្មុំនឹងបន្ថែមដើម្បីឲ្យក្លិនឈ្ងុយមានរសជាតិទឹកឃ្មុំទៅយើងឆ្ងាញ់ប្លែកពីតែក្រូចឆ្មាសុទ្ធបន្ទាប់មកគាត់ទៅយកតែនៅក្នុងកំសៀវឬសាតែទៅតែឆុងទុកហើយនៅក្នុងកំសៀវទឹកនេះគាត់ចាក់តែស្មានហ្នឹងបងប្អូនបន្ទាប់មកគាត់យកស្លាបព្រាមកកូរគាត់ថាកូរស្លាបព្រាហ្នឹងឆ្ងាញ់ជាងប្រើក្លុកឆាប់លាយស្ករពេលក្លុកទៅវាឡើងពពុះទៅគាត់ថាអត់សូវឆ្ងាញ់ទេគឺពពុះចឹងណាពេលចឹងគាត់កូរស្លាបព្រាធម្មតាបានហើយបន្ទាប់ពីកូរហើយគាត់បន្ថែមជាមួយនឹងទឹកកក3វែកគាត់ធ្វើនេះកាវលេខ22ហើយគាត់ដាក់កម្របដាក់ស៊ីយ៉ូមកចាំមើលមុខគាត់នៅពេលដែលគាត់ភ្លក់ហើយឆ្ងាញ់តែជាក់ស្ដែងខ្ញុំភ្លក់ក៏ឆ្ងាញ់ដែរបងប្អូន